តងទៅនឹងរឿងម្ចាស់ Club Manchester United ណាគឺក្រុម Ines Group ឬក៏លោក Sir Jim Ratcliffe គាត់មានថវិកា110លានថោនបាទសម្រាប់ឲ្យ Manchester United ឬក៏ក្រុមការងារដែល Scout ឬក៏លោក Robin Amrin ក្នុងការនាំយកកីឡាករមកដើម្បីពង្រឹងក្រុមបន្ថែមទៀតហើយដើម្បីថាមានកៅអីលេងនៅក្នុងពានរង្វាន់អឺរ៉ុបដូចជា UEFA Champions League នៅដល់ការក្រោយឬក៏ដល់ការក្រោយមួយទៀតបាទចំពោះលុយដែលក្រុមការងារ Ines Group ឲ្យ110លានថោននេះមើលទៅអាចគ្រប់គ្រាន់ទេបើសិនជាកីឡាករមកតម្លៃឧទាហរណ៍ Elliot Anderson Carlos Saliba មានអីគេ Steeler របស់បងដរងអីតម្លៃសិតមិនមែនក្រោម100ទេតើ Man U យកលុយហ្នឹងទៅមានគេមានតិចនិចក្នុងការទីផ្សារដោះដូរកីឡាករតែថាបងលុះបងអីយ៉ាងម៉េចទៅបាទតើទៅនឹងលុយកញ្ចប់ប៉ុណ្ណេះទេប៉ុន្តែយើងត្រូវការកីឡាករមិនមែនតែម្នាក់ទេបាទអានេះខ្ញុំឆ្លើយឥឡូវហ្មងបាទឆ្លើយឥឡូវហ្មងបើសួរថាគ្រាន់វាមិនគ្រប់គ្រាន់ទេសម្រាប់ការដោះដូរសម្រាប់បិសាចក្រហមបើជារួមយើងឃើញកង្វះខ្វះខាតក៏នៅមានច្រើនបើយើងចង់ឲ្យល្អហ្មងក៏ប៉ុន្តែយើងមិនអាចចាស់លុយម្ដង500លាននេះទិញទេក៏វាបើសិនជាមានលុយក៏យើងធ្វើរឿងហ្នឹងវាមិនអាចទៅរួចដែរវាមានច្បាប់មានអីញ៉ៃច្រើនខ្ញុំគិតថា110លានហ្នឹងបើជាការពិតមែនវាច្រើនហើយសម្រាប់ខែមករា110លានហ្នឹងវាច្រើនមែនតើអាចថាយើងជួយឲ្យ Man U គឺគេថាមានសាច់ដុំខ្លាំងជាងមុនទៀតបាទក្នុងនោះសំណួរក៏ដូចនឹងលោកគ្រីស៊ូហើយក៏ដូចជាទស្សនិកជនបិសាចក្រហមគាត់ថាគ្រាន់តែ110លានហ្នឹងទិញតែបាល់លេបាហ្នឹងគ្រាន់ផងបាទគ្រប់ផងខ្ញុំមិនគិតអញ្ចឹងទេធម្មតានៅពេលដែលយើងអត់លុយហើយនឹងយើងមានលុយតាមមួយណាយើងស្រួលធ្វើការជាងធម្មតានៅពេលដែលយើងមានលុយនឹងដៃយើងដឹងខ្ទង់ចាយហើយយើងអាចគេហៅថាប្រតិបត្តិការក្នុងការចាយលុយបាទភាសាការទូតណាបាទមែនតើយើងថាយើងគុណគូបូកដកគុណចែកលើកទុកដាក់គុណនឹងពីស្វ័យគុណអីគឺការចាយបាទមែនតើទៅ Man U ចាយលុយនៅ Premier League អាចស្រួលព្រោះអីអាចនឹងប្រើក្បាច់ installment ដែលយើងធ្វើបានជាមួយនឹង Matheus Cunha ក៏ដូចជា Mbeumo ហើយដូចខ្ញុំនិយាយដដែលអញ្ចឹងអង់គ្លេសគេអាចនឹងមាន MOU ឬក៏មានការចរចាគ្នានៅលើការបង់រំលោះជាដំណាក់កាលដើម្បីជួយគ្នាទៅវិញទៅមកមិនថាកីឡាកររបស់ Man U មិនថាកីឡាកររបស់ក្លឹបផ្សេងមិនប្រកាសថាក្លឹបផ្សេងមិនទិញកីឡាករ Man U ទេអាចនឹងទិញហើយអាចនឹង Man U គិតគូរថាអូធ្លាប់លក់កីឡាករឯងបង់រំលោះដែរឯងលក់អីវិញក៏បង់ឲ្យវិញទៅបាទវាជារឿងទៅវិញទៅមកទេក្លឹបទាំងអស់ដែលមានកីឡាករដែលគេត្រូវការគឺបារម្ភជាងគេនៅពេលដែលកីឡាករគឺ agreement អូខេជាមួយនឹងក្លឹបដែលចង់បានដូចជាក់ស្ដែងយើងឃើញ Carlos Baleba អញ្ចឹងគឺពេញចិត្តនឹង Man U ខ្លាំងណាស់ហើយសូម្បីតា agent របស់គាត់ក៏ធ្វើការដែលមិនយកទឹកតែដែរណាដូចលោកដារងគាត់និយាយថាសុខចិត្តធ្វើការឲ្យដែលមិនគិតថ្លៃទឹកតែទេបាទចាំឲ្យលុយ tip មិនឲ្យទៅបាទមិនយកគេមិនយក agency fee ទេបាទគេជួយហ្មងបើថាគេជួយប្រម៉ូទកីឡាករសញ្ជាតិអាហ្វ្រិកឲ្យមានមុខមាត់នៅ Manchester United ធម្មតាfan អាហ្វ្រិកណាក៏សម្បូរដែរសម្រាប់បិសាចក្រហមយើងឃើញមានអាអូនមួយពាក់ពុកមាត់ Mbeumo បាទឃើញអាអូនមួយពាក់អាវមានអា style ជន់អាវគឺនៅអាហ្វ្រិកមានច្រើនហើយជាពិសេសគឺមានការរាំរែកច្រើនណាពេលឈ្នះអញ្ចឹងក៏វាជាទីផ្សារមួយទៅខាងអាហ្វ្រិកដែរហើយទៀតសោតយើងឃើញមានអាម៉ាត់ក៏ឡើង Mbeumo ក៏ឡើងបើយកបាល់លេបាមកឡើងទៀតវាដូចជាប្រម៉ូទអាហ្វ្រិកហើយក៏បើកទីផ្សារធំមែនទែនសម្រាប់កីឡាករអាហ្វ្រិកនៅពេលបច្ចុប្បន្នអញ្ចឹងបើទៀតទៅត្រឡប់ទៅលុយវិញនៅពេលដែលកីឡាករពេញចិត្តដូចឧទាហរណ៍ថាលោកគ្រីទៅស្ដីដណ្ដឹងគេពេញចិត្តហើយទោះជាម្ដាយគេទាថ្លៃបណ្ណាការច្រើនយ៉ាងណាក៏យើងនៅតែមានភ្លើងខៀវយើងនៅតែមានទឹកចិត្តក្នុងការតស៊ូដែរខ្លាចតែគេមិនព្រមទេគេមិនព្រមគេទាយើង $20,000 $50,000វាថាយើងខំរកទាំងគ្មានកម្លាំងចិត្តប៉ុន្តែនៅពេលដែលគេព្រមហើយដូចបាលេបាអញ្ចឹងគេព្រមមកហើយអញ្ចឹងការចរចាជាមួយ Brighton គេអាចនិយាយថាឥឡូវខ្ញុំទិញក្នុងតម្លៃប៉ុណ្ណឹងប៉ុន្តែខ្ញុំសូមបង់សិនដោយសារខែមករាខ្ញុំមិនមានលុយគ្រប់ទេខ្ញុំបង់40លានសិនចុះបាទចាំចប់ទៅ3ដំណាក់កាលខ្ញុំបង់គ្រប់ហើយព្រោះអីខ្ញុំនៅអង់គ្លេសតើ Old Trafford មានប្លង់តើមានប្លង់ Old Trafford មានប្លង់អីប្លង់ McDonald តើបាទយកដាក់ទៅបាច់កោកខ្ញុំមករត់ទៅណាទេបាទមានប្លង់ Carrington អីតើអញ្ចឹងតាក់ទងនឹងរឿងហ្នឹងខ្ញុំគិតថាបើ Man U នឹងធ្វើការជាមួយនឹងក្នុងស្រុកបាទនឹងអង់គ្លេសហ្នឹងរៀង 50% ហើយនឹងក្រៅស្រុក50% អាចថាក្រៅស្រុកគាត់រកកីឡាករដែល free agent ឬក៏ជិតផុតកុងត្រា
អាចចាយត្រឹម10លានទៅ25លានបាទប៉ុណ្ណឹងហើយនឹងក្នុងស្រុកគាត់អាចនឹងប្រើក្បាច់គេថាដណ្ដឹងកូនឲ្យបានចិត្តឲ្យចាំទៅដឹងម្ដាយបាទហ្នឹងគឺមានបាលេបាមានវ៉ាតុនមានអេនដឺសុនប៉ុន្តែព័ត៌មានដែលយើងក្តៅជាងគេថាបានហ្នឹងគឺបាលេបាទេប៉ុន្តែអេលីតអេនដឺសុនក៏ល្អដែរសម្រាប់ Man U ដូចខ្ញុំនិយាយអញ្ចឹងថាសញ្ជាតិអង់គ្លេសងាយស្រួលมันមានការបាត់បង់នៅការលេងពានរង្វាន់អាហ្វ្រិកទេអញ្ចឹងរឿងតាក់ទងនឹង110លាននេះខ្ញុំអាចនិយាយថាអាចនឹងបាន2រូប3រូបអាចមានលក្ខខណ្ឌខ្ចីជើងបើសិនជាអាចធ្វើទៅបានដូច Gallagher នៅ AT ក៏ជា Rada ដូចជា Steller បើតាមតម្លៃទៅ45លានផោនទេបើទិញ Steller មកក៏នៅសល់បានជាង60លានដែរជាង60លានគាត់វាយចែកជា2ឬក៏40 60ទៅដើម្បីទៅរំលោះណាប៉ុន្តែវាខើចពេកពេលវាខើចប៉ុន្តែបើយើងត្រឡប់មកវិញយើងឃើញថាក្រុមការងារ Innis Group កំពុងតែធ្វើការគ្រាន់តែគេ list down កីឡាករខ្សែបម្រើកណ្ដាលមានដល់6រូបshort list ហ្មងអញ្ចឹងដល់ពេលនេះគឺស្មានមិនចាញ់ទេថា Man U ចុចឈ្មោះឬក៏ទៅយកមួយណាព្រោះវាពេលវេលាវាខើចហើយការចរចាមានរយៈពេលតែ1ខែបើតែគាត់ចរចាពីឥឡូវហ្នឹងគឺអូខេគ្នាហើយធម្មតាដែលគេចង់ធ្វើបាបយើងគេអូសកន្លាជិតដល់ម៉ោងអា deadline ទៅយើងចង់បានកាន់តែខ្លាំងយើងត្រូវបោះលុយកាន់តែច្រើនចាអាហ្នឹងវាជាកន្លាអុកដូចដែល Man U នឹងធ្វើដូច Brian Mbeumo ដូច Sesko អញ្ចឹងយើងរងចាំទាំងអស់គ្នាខ្ញុំថា110លានហ្នឹងទៅបានគ្រាន់ហើយបើមើលទៅបានប្រហែលអ្នកបងខ្ញុំអាច2នាក់បាទ2យ៉ាងច្រើន3ប៉ុន្តែ3ដូចខ្ញុំនិយាយទាំងអាចនឹងមាន3មួយកន្លាករដែលមានវ័យរៀងច្រើនបន្តិចហើយខ្ចីជើងបាទហ្នឹងពីខ្ញុំគឺគ្រាន់110លានហ្នឹងបានគ្រាន់ហើយទៅមុខបានហើយហើយដូចខ្ញុំនិយាយការពី show មុនអ៊ំទូកយើងខ្ញុំថាបើសិនជាខែមករាគាត់បោះទុនចាយលុយគឺគាត់សម្លឹងឃើញឱកាសហើយគាត់ថាអញមើលទៅមកដូរតែបន្តិចចាយលុយបុកទៅឲ្យឱកាសបញ្ចេញ top 4ក៏ទៅគៀកបញ្ចេញយកពានក៏វាអាចមានវាថាអាចនឹងទាញម្ចាស់ជើងឯកអនាគតម្ចាស់ជើងឯកកុំឲ្យដាច់ពិន្ទុឆ្ងាយបាទណាគេក៏អាចជាអនាគតម្ចាស់ជើងឯក Premier League ដែរប៉ុន្តែយើងមិនទាន់ដឹងទេព្រោះឥឡូវ Liverpool ក៏ធ្លាក់ Man City ឡើងបាទខុសគ្នា4ពិន្ទុជាមួយ Arsenal ទេអញ្ចឹងផ្លូវនៅវែងឆ្ងាយណាស់ហើយ Man U ក៏ខុសគ្នាតែ2ពិន្ទុជាមួយនឹង top 4ដែរបាទ